ខេតូបមាបេតវត្ថុទី1ព្រះអរហន្តប្រៀបដូចជាស្រែព្រះមានព្រះភិយកាលទ្រង់ប្រថាប់នៅក្នុងព្រះវេលវ័នជាកលន្តកនិវាបស្ថានចិត្តក្រុងរាជក្រឹសទ្រង់ប្រារព្ធប្រែតសេដ្ឋីបុត្រម្នាក់ទើបត្រាស់សម្ដែងរឿងនោះដូចតទៅនេះបានឮមកថាក្នុងក្រុងរាជក្រឹសមានសេដ្ឋីម្នាក់ជាអ្នកស្ដុកស្ដំមានទ្រព្យច្រើនមានភោគៈច្រើនមានគ្រឿងឧបករណ៍នៃទ្រព្យជាទីរីករាយចិត្តយ៉ាងច្រើនសន្សំទ្រព្យទុកច្រើនកោតមានបុត្រតែម្នាក់ជាទីស្រឡាញ់ជាទីគាប់ចិត្តកាលបុត្រនោះធំដឹងក្តីមេត្តាបិតាទើបនាំគ្នាគិតយ៉ាងនេះថាកាលបុត្ររបស់យើងចាយទ្រព្យឲ្យអស់ទៅមួយថ្ងៃ1000រាល់ថ្ងៃសំបីអស់100នៃឆ្នាំទ្រព្យដែលសន្សំទុកនេះក៏មិនអស់ដែរនឹងប្រយោជន៍អ្វីដោយការឲ្យបុត្រនេះលំបាកក្នុងការសិក្សាសិល្បៈសូមឲ្យបុត្រនេះចូលមានការមិនលំបាកកាយនិងចិត្តបរិភោគភោគៈសម្បត្តិតាមសប្បាយចុះដូច្នេះហើយទើបមិនឲ្យបុត្រនោះសិក្សាសិល្បៈក៏កាលបុត្រនោះចម្រើនវ័យហើយមេត្តាបិតាបាននាំទារិកាម្នាក់ជាអ្នកបរិបូរដោយត្រកូលរូបរាងនៅក្រមុំនិងស្រស់ស្អាតជាអ្នករីករាយដោយកាមគុណមានមុខបែរចេញពីធម្មសញ្ញាគេបានអភិរមជាមួយស្រីនោះមិនកើតសំបីការគិតដល់ធម៌មិនមានការអើពើក្នុងពួកសាមណៈនិងអ្នកដែលគួរគោរពចោមរោមដោយពួកអ្នកលេងពេញចិត្តត្រេកអរជាប់នៅក្នុងកាមគុណទាំង5ជាអ្នកងងឹតងងុលដោយមោហៈបណ្ដោយពេលវេលាឲ្យកន្លងទៅកាលមេដាបិតាដល់នៅកម្មបានឲ្យនៅវត្ថុជាទីប្រាថ្នាដល់អ្នករបាំរាំច្រៀងជាដើមបំផ្លាញទ្រព្យឲ្យវិនាសទៅក្នុងកាលមិនយូរក៏អស់ទ្រព្យអំពីខ្លួនដើរខ្ចីបំណុលគេចិញ្ចឹមជីវិតក្រោយមកក៏ខ្ចីបំណុលគេលែងបានត្រូវពួកម្ចាស់បំណុលទាក៏ឲ្យដីស្រែចម្ការនិងផ្ទះជាដើមរបស់ខ្លួនដល់ពួកម្ចាស់បំណុលទាំងនោះកាន់អំបែងដើរសុំទានបរិភោគស្នាក់នៅសាលាជនអនាថាក្នុងព្រះនគរនោះឯងសម័យថ្ងៃមួយពួកចៅបានមកប្រជុំគ្នានិយាយនឹងគេយ៉ាងនេះថាអ្នកដ៏ចម្រើនអ្នកមានប្រយោជន៍អ្វីដោយការរស់នៅយ៉ាងលំបាកយ៉ាងនេះអ្នកនៅកំឡោះមានកម្លាំងបរិបូរណ៍ហេតុអ្វីអ្នកទើបរស់នៅដូចជាមនុស្សមានដៃជើងវិកលវិការមកចូលរួមជាមួយពួកយើងទៅដើរលួចទ្រព្យរបស់ពួកអ្នកស្រុកនិងរស់នៅយ៉ាងសប្បាយបរិះនោះនិយាយថាខ្ញុំមិនចេះធ្វើចោរកម្មទេពួកចៅតបថាពួកយើងនឹងបង្រៀនអ្នកតែអ្នកត្រូវស្ដាប់ពាក្យរបស់យើងតែម្យ៉ាងបរិះនោះទទួលពាក្យហើយបានទៅជាមួយពួកចៅទាំងនោះលំដាប់នោះពួកចៅទាំងនោះបានឲ្យគេកាន់ញញួរធំកាត់ចន្លោះលោបឡើងផ្ទះឲ្យគេឈរនៅត្រង់មាត់ចន្លោះនោះហើយបង្គាប់ថាបើមនុស្សដតីមកក្នុងទីនេះចូលអ្នកយកញញួរនេះវាញអ្នកនោះឲ្យស្លាប់ទៅគេជាមនុស្សល្ងងខ្លៅមិនដឹងវត្ថុដែលជាប្រយោជន៍និងមិនជាប្រយោជន៍បានតែឈរនៅក្នុងទីនោះមើលផ្លូវមករបស់ជនដតីតែម្យ៉ាងចំណែកពួកចៅចូលទៅក្នុងផ្ទះហើយកាន់យកវត្ថុដែលគួរកាន់យកទៅជាមួយវេលាពួកមនុស្សនៅក្នុងផ្ទះភ្ញាក់ដឹងខ្លួនក៏បាននាំគ្នារត់គេចទៅម្នាក់មួយទិសមួយផ្លូវពួកមនុស្សក្នុងផ្ទះក្រោកឡើងខ្លះក៏រត់ដេញតាមយ៉ាងរហ័សព្រមទាំងរកមើលគ្រប់ច្រកល្ហកឃើញបរិះនោះឈរនៅត្រង់ច្រកទ្វារបានស្រែកឡើងថាចៅហើយនាំគ្នាចាប់ចងបានយកដំបងជាដើមវាយដៃនឹងជើងហើយក្រាបទូលចំពោះព្រះរាជាថាបបិទ្ធដេជះបរិះនេះជាចៅខ្ញុំព្រះអង្គចាប់បានត្រង់មាត់ច្រកព្រះរាជាទ្រង់មានព្រះបញ្ជាឲ្យអ្នករក្សាព្រះនគរដាក់ទោសដោយព្រះតម្រាស់ថាអ្នកចូលកាត់ក្បាលវាទៅអ្នករក្សាព្រះនគរទទួលព្រះបរមរាជឱង្ការហើយទើបឲ្យចាប់បរិះនោះចងក្រពាត់ដៃទៅក្រោយយ៉ាងណែនឲ្យបណ្ដាលគេដែលត្រូវបំពាក់ដោយផ្កាកម្រងពណ៌ក្រហមមានសេរស័ក្តិសើមដោយកំតិចឥត
តាមផ្លូវដែលគេសម្ដែងដោយស្គរវាយប្រកាសទោសតាមផ្លូវរត់ផ្លូវបំបែកឲ្យវាយដោយផ្ដៅបណ្ដាលនាំទៅកាន់ទីប្រហារជីវិតប្រជាជននាំគ្នាផ្អើលថាក្នុងព្រះនគរនេះគេចាប់ចោលប្លន់នេះបានសម័យនោះក្នុងព្រះនគរនោះមានស្ត្រីស្អាតប្រចាំក្រុងម្នាក់ឈ្មោះសុលាសាឈរនៅត្រង់ប្រាសាទមើលទៅតាមបង្អួចឃើញបរោះនោះត្រូវបណ្ដាលទៅដូច្នោះនាងធ្លាប់បានបម្រើបរោះនោះមកក្នុងកាលមុនទើបកើតសេចក្តីអាណិតបរោះនោះឡើងថាបរោះនេះធ្លាប់សោយសម្បត្តិជាច្រើនក្នុងនគរនេះឯងឥឡូវនេះដល់នៅសេចក្តីវិនាសដល់ម្លោះទើបបញ្ជូននំអន្សម4និងទឹកផឹកទៅឲ្យនិងបានប្រាប់ឲ្យអ្នករក្សាព្រះនគរជ្រាបថាសូមលោករងចាំរហូតដល់បរោះនេះស៊ីនំអន្សមទាំងនេះនិងផឹកទឹករួចសិនក្នុងចន្លោះពេលនោះព្រះមហាមោគលានពិចារណាដោយទិព្វចក្ខុឃើញបរោះនោះនឹងដល់នៅសេចក្តីវិនាសដោយកម្លាំងករុណាដាស់តឿនទើបគិតថាបរោះនេះមិនធ្លាប់ធ្វើបុណ្យធ្វើតែបាបបើដូច្នោះបរោះនេះនឹងកើតក្នុងនរកកាលយើងទៅគេប្រគេននំនិងផឹកទឹកហើយនឹងកើតជាភូមិទេវតាព្រោះដូច្នោះយើងនឹងជាទីពឹងដល់បរោះនេះដូច្នេះហើយក៏បានទៅប្រកាសខាងមុខនៃបរោះនោះក្នុងខណៈដែលគេយកទឹកផឹកនិងនំអន្សមចូលទៅឲ្យគេកាលឃើញប្រធេរៈក៏មានចិត្តជ្រះថ្លាគិតថាយើងនឹងត្រូវមនុស្សទាំងនេះសម្លាប់ក្នុងកាលឥឡូវនេះឯងនឹងមានប្រយោជន៍អ្វីដោយនំអន្សមដែលយើងស៊ីចូលទៅឯផលទាននេះនឹងជាស្បៀងសម្រាប់អ្នកទៅកាន់បរលោកទើបឲ្យគេប្រគេននំអន្សមនិងទឹកឆាន់ផឹកចំពោះប្រធេរៈដើម្បីចម្រើនសេចក្តីជ្រះថ្លារបស់បរោះនោះកាលបរោះនោះកំពុងមើលនោះឯងប្រធេរៈទើបអង្គុយក្នុងទីនោះឆាន់នំអន្សមនិងផឹកទឹកហើយក្រោកចាកអាសនៈជៀសចេញទៅចំណែកបរោះនោះត្រូវពេជ្ជឃាតនាំទៅកាន់ប្រហារជីវិតត្រូវកាត់ក្បាលដោយបុណ្យដែលគេធ្វើទុកក្នុងព្រះមហាមោគលានធេរៈដែលជាបញ្ញខេត្តដ៏ប្រសើរសំបីជាអ្នកគួរនឹងកើតក្នុងទេវលោកជាន់ខ្ពស់តែព្រោះហេតុតែគេមានចិត្តសៅមងក្នុងវេលាចិត្តស្លាប់ព្រោះសេចក្តីស្នេហាចំពោះនាងសុលាសាថាយើងបានទេយ្យធម៌នេះព្រោះអាស្រ័យនាងសុលាសាដូច្នោះការកើតជាទេវតាជាន់ទាបទើបកើតជារុក្ខទេវតាត្រង់ដើមជ្រៃធំមានម្លប់ដ៏ត្រឈឹងត្រឈៃនៅក្បែរជើងភ្នំអាចារ្យពួកខ្លះពោលថាបានឮថាបើក្នុងបឋមអ្វីគេបានខ្វល់ខ្វាយក្នុងការរក្សាវង្សត្រកូលសោតគេនឹងបានជាអ្នកប្រសើរជាងសេដ្ឋីទាំងឡាយក្នុងព្រះនគរនោះឯងបើខ្វល់ខ្វាយក្នុងមជ្ឈិមអ្វីគេនឹងបានជាសេដ្ឋីក្នុងវ័យកណ្ដាលមនុស្សបើខ្វល់ខ្វាយក្នុងបច្ឆិមអ្វីគេនឹងបានជាសេដ្ឋីក្នុងវ័យចុងក្រោយតែបើក្នុងបឋមអ្វីគេបានបួសសោតគេក៏នឹងបានជាព្រះអរហន្តបើបួសក្នុងមជ្ឈិមអ្វីគេក៏នឹងបានជាព្រះសក្កទាគាមីឬព្រះអនាគាមីបើបួសក្នុងបច្ឆិមអ្វីគេក៏នឹងបានជាព្រះសោតាបានតែព្រោះគេសែបគប់ជាមួយបាបមិត្តគេទៅបជាអ្នកលេងស្រីអ្នកលេងសូរាត្រេកអរក្នុងទុច្ចរិតជាអ្នកមិនអើពើវិនាសចាកសម្បត្តិទាំងពួងដល់នៅសេចក្តីវិនាសយ៉ាងធំដោយលំដាប់ក្នុងសម័យតមកទេវបុត្រនោះឃើញនាងសុលាសាទៅឧទ្យានកើតកាមរាគៈឡើងនិមិត្តឲ្យងងឹតហើយនាំនាងទៅកាន់ភពរបស់ខ្លួនសម្រាប់ការនៅរួមជាមួយនាងអស់7ថ្ងៃនឹងបានណែនាំខ្លួនដល់នាងមេត្តារបស់នាងកាលបើមិនឃើញនាងក៏យំហើយរត់ឆ្លេឆ្លាទៅខាងនេះទៅខាងនោះមហាជនឃើញគេទៅពោលថាលោកម្ចាស់មហាមោគលានជាអ្នកមានឫទ្ធិច្រើនមានអានុភាពច្រើននិងគប្បីដឹងគតិរបស់នាងបានអ្នកគប្បីចូលទៅរកលោកហើយសាកសួរចុះនាងទទួលពាក្យហើយក៏បានចូលទៅរកព្រះថេរៈសួរសេចក្តីនោះព្រះថេរៈពោលថាក្នុងថ្ងៃទី7រាប់អំពីថ្ងៃនេះ
កាលព្រះមានព្រះភិក្ខទ្រង់សម្ដែងធម៌ក្នុងព្រះវេលវ័នមហាវិហារនាងឃើញនៅខាងចុងនៃបរិស័ទលំដាប់នោះនាងសុលសាបានពោលនឹងទេវបុត្រនោះថាការដែលខ្ញុំនៅក្នុងភពរបស់លោកមិនសមគួរថ្ងៃនេះជាថ្ងៃទី7មេត្តារបស់ខ្ញុំកាលមិនឃើញខ្ញុំគាត់នឹងយំសោកមេត្តាចុះទេវតាលោកចូលនាំខ្ញុំត្រឡប់ទៅវិញចុះទេវបុត្រនោះនាំនាងទៅដាក់ត្រង់ខាងចុងបរិស័ទក្នុងកាលព្រះមានព្រះភិក្ខកំពុងសម្ដែងធម៌នៅក្នុងព្រះវេលវ័នបានឈរមិនប្រកបខ្លួនលំដាប់នោះមហាជនបានឃើញនាងសុលសាទើបពោលយ៉ាងនេះថានាងសុលសានាងទៅណាបាត់ដល់ថ្ងៃនេះមេត្តារបស់នាងកាលមិនឃើញនាងក៏បានយំសោកដូចជាមនុស្សឆ្កួតនាងក៏បានប្រាប់រឿងនោះដល់មហាជនកាលមហាជនសួរថាហេតុអ្វីបរោះនោះធ្វើសេចក្តីខ្វល់ខ្វាយតែក្នុងបាបមិនបានធ្វើកុសលទុកឡើយនឹងកើតជាទេវតាបានឬនាងសុលសាពោលថាគេបានប្រគេននំអន្សមនិងទឹកផឹកដែលខ្ញុំឲ្យដល់ព្រះមហាមោគលានព្រោះបុណ្យនោះទើបបានកើតជាទេវបុត្រមហាជនបានស្ដាប់ដូច្នោះហើយទើបកើតសេចក្តីអស្ចារ្យក្នុងចិត្តដែលមិនធ្លាប់មានពីមុនទើបបានគិតថាគេបានធ្វើបញ្ញកម្មសំបីតិចក្នុងព្រះអរហន្តទាំងឡាយដែលឈ្មោះថាជាបញ្ញខេតដ៏ប្រសើររបស់មនុស្សលោកទើបនាំសត្វទៅកើតជាទេវបុត្រដូច្នេះហើយក៏កើតនៅបៃតិនិងសោមនស្សដ៏ឱឡារៈភិក្ខុទាំងឡាយក្រាបទូលសេចក្តីនោះចំពោះព្រះមានព្រះភិក្ខលំដាប់នោះព្រោះអត្ថបត្តិហេតុនេះព្រះមានព្រះភិក្ខទើបទ្រង់បានភាសិតប្រគាថាទាំងនេះថាព្រះអរហន្តទាំងឡាយប្រៀបដូចជាស្រែទាយុទាំងឡាយប្រៀបដូចជាអ្នកស្រែទេយធម៌ប្រៀបដូចជាពូជផលទានរមែងកើតអំពីការបរិច្ចាគទេយធម៌របស់ទាយុអ្នកឲ្យដល់បដិគិហកៈអ្នកទទួលនោះពូជស្រែនិងការសាព្រោះពូជនោះរមែងឲ្យកើតផលដល់ពួកប្រែតនិងទាយុប្រែតទាំងឡាយរមែងបរិភោគផលនោះទាយុរមែងចម្រើនដោយបុណ្យទាយុធ្វើកុសលក្នុងអត្តភាពនេះឯងនិងបូជាប្រែតទាំងឡាយលុះធ្វើកម្មល្អហើយរមែងទៅកាន់សួគ៌ពិតហើយក្នុងសេចក្តីនោះសន្តានរបស់ព្រះខៃណាស្របវាចាក់ទោសមានលោភៈជាដើមប្រកបដោយបច្ច័យដតីមានកាលជាដើមក្នុងកាលគេសាព្រោះពូជគឺទេយធម៌ក្នុងវេលាចប់ព្រះទេសនាសត្វ 84000 រាប់អំពីទេវបុត្រនិងនាងសុលសាបានសម្រេចធម៌ហើយចប់អត្ថកថាខេតោបមាបេតវត្ថុទី1សូករៈបេតវត្ថុកាយស្អាតមាត់ស្អុយកាលព្រះសាស្តាទ្រង់អាស្រ័យនៅក្រុងរាជក្រឹសប្រថាប់នៅក្នុងព្រះវេលវ័នកលន្តកនិវាបស្ថានទ្រង់ប្រារព្ធប្រែតដែលមានមាត់ដូចជ្រូកម្នាក់ទើបត្រាស់ពាក្យផ្ដើមថាកាយយោតេសព្វសោវណ្ណោកាយរបស់អ្នកគ្រប់សពមានពណ៌ដូចជាមាសដូច្នេះបានឮថាក្នុងអតីតកាលក្នុងសាសនារបស់ព្រះមានព្រះភិក្ខទ្រង់ព្រះនាមកាសបៈមានភិក្ខុមួយរូបជាអ្នកសង្រួមកាយតែមិនសង្រួមវាចាបានជេរប្រតិចភិក្ខុទាំងឡាយលោកមរណភាពហើយក៏ទៅកើតក្នុងនរកឆេះក្នុងនរកនោះអស់មួយពុទ្ធណ្ដចុតិចនរកនោះហើយក្នុងពុទ្ធបាតកាលនេះកើតជាប្រែតត្រូវសេចក្តីស្រេកឃ្លានគ្របសង្កត់ដោយសេះនៃវិបាករបស់កម្មនោះឯងអាស្រ័យនៅនឹងជើងភ្នំកិច្ចកោតចិត្តក្រុងរាជក្រឹសរាងកាយរបស់ប្រែតនោះមានពណ៌ដូចជាមាសប៉ុន្តែមុខរបស់ប្រែតនោះដូចជាមុខជ្រូកលំដាប់នោះព្រះនិរតៈអាស្រ័យនៅភ្នំកិច្ចកោតជំរះរាងកាយអំពីព្រឹកប្រដាប់បាតនិងចីវរទៅបិណ្ឌបាតក្នុងក្រុងរាជក្រឹសជួបប្រែតនោះត្រង់ចន្លោះផ្លូវកាលនឹងសួរដល់កម្មដល់ប្រែតនោះទើបពោលគាថាថាកាយរបស់អ្នកគ្រប់យ៉ាងមានពណ៌ដូចជាមាសស្មើកាយរបស់អ្នកភ្លឺស្វាងសពទិសតែមុខរបស់អ្នកដូចជាមុខជ្រូកកាលមុនអ្នកបានធ្វើកម្មអ្វីຕົកប្រែតនោះ
ត្រូវប្រធេរៈសួរដល់កម្មរបស់ខ្លួនយ៉ាងនេះហើយការនឹងតបដោយគាថាទើបពោលថាបងពិតព្រះនិរតៈកាលមុនខ្ញុំបានសង្រួមផ្លូវកាយតែមិនសង្រួមផ្លូវវាចាព្រោះហេតុនោះរស្មីកាយរបស់ខ្ញុំទើបមានសភាពដូចដែលលោកឃើញហើយប្រែតនោះត្រូវប្រធេរៈសួរយ៉ាងនេះហើយកាលដោះស្រាយពាក្យសួរនោះហើយកាលនឹងធ្វើនៅសេចក្តីនោះឯងឲ្យជាហេតុដាស់តឿនប្រធេរៈទើបពោលគាថាបបពិតព្រះនិរតៈព្រោះហេតុនោះខ្ញុំសុំពោលនឹងលោកសីស័ករបស់ខ្ញុំលោកឃើញឯងហើយសុំលោកកុំបានធ្វើបាបដោយមាត់កុំឲ្យមុខជ្រូកកើតមានដល់លោកឡើយលំដាប់នោះព្រះនិរតៈត្រាច់បិណ្ឌបាតក្នុងក្រុងរាជក្រឹសត្រឡប់អំពីបិណ្ឌបាតវិញខាងក្រោយផាត់ក៏ក្រាបទូលរឿងនោះចំពោះព្រះសាស្តាដែលប្រថាប់គង់ក្នុងកណ្ដាលនៃបរិស័ទទាំង4ព្រះសាស្តាត្រាស់ថានិរតៈកាលអំពីមុនតថាគតធ្លាប់បានឃើញសត្វនោះហើយកាលនឹងទ្រង់ប្រកាសទោសដល់ថោកទាបដោយអាការៈជាអនេកដែលអាស្រ័យវជ័យទុច្ចរិតនិងអានិសង្សនៃវជ័យសុចរិតទើបទ្រង់សម្ដែងធម៌ព្រះធម៌ទេសនានោះក៏បានជាប្រយោជន៍ដល់បរិស័ទអ្នកដល់ព្រមហើយចប់សូករៈបេតវត្ថុពោតិមុខៈបេតវត្ថុទី3សង្រួមកាយតែមិនសង្រួមវាចាកាលព្រះសាស្តាប្រថាប់នៅវេលវ័នកលន្តកៈនិវាបស្ថានព្រះអង្គទ្រង់ប្ររពប្រែតដែលមានមាត់ស្អុយមួយទើបត្រាស់ពាក្យផ្ដើមថាទិពាំងសុភាំងធីរេសិវណ្ណធាតុងដូច្នេះបានឮថាក្នុងអតីតកាលក្នុងកាលនៃព្រះមានព្រះភិក្ខទ្រង់ប្រនាមថាកាសបៈមានកុលបុត្រ2នាក់បួសក្នុងសាសនានៃព្រះមានព្រះភិក្ខអង្គនោះជាអ្នកបរិបូរដោយសិលនិងអាចារៈមានការប្រព្រឹត្តដុសខាត់កិលេសយ៉ាងម៉ត់ចត់នៅដោយការព្រមព្រៀងគ្នាក្នុងអាវាសចិត្តស្រុកមួយលំដាប់នោះភិក្ខុមួយរូបមានអធ្យាស្រ័យអាក្រក់ពេញចិត្តញុះញង់ចូលទៅកាន់ទីនៅរបស់ភិក្ខុ2រូបនោះព្រះថេរៈធ្វើបដិសន្ធារៈនឹងលោកឲ្យទីស្នាក់អាស្រ័យក្នុងថ្ងៃទី2ទើបនាំលោកចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតពួកមនុស្សឃើញលោកទាំងនោះហើយធ្វើសេចក្តីគោរពយ៉ាងក្រៃលែងក្នុងព្រះថេរៈទាំងនោះបានទទួលអាហារមានយាគូនិងភ័ព្វជាដើមលោកចូលទៅកាន់វិហារគិតថាគោចរៈក្រៀមនេះល្អណឯពួកមនុស្សក៏មានសទ្ធាជ្រះថ្លាថ្វាយបិណ្ឌបាតដ៏ប្រសើរក៏វិហារនេះក៏សម្បូរដោយម្លប់ឈើនិងទឹកយើងអាចនឹងរស់នៅក្នុងទីនេះបានយ៉ាងសប្បាយប៉ុន្តែកាលបើភិក្ខុទាំងនេះនៅក្នុងទីនេះយើងក៏នឹងរស់នៅមិនសប្បាយនឹងនៅដូចជាអន្តេវាសិកបើដូច្នេះយើងនឹងធ្វើដោយប្រការៈដែលភិក្ខុទាំងនេះបែកអំពីគ្នាហើយលែងបាននៅក្នុងទីនេះតទៅទៀតក្រោយមកថ្ងៃមួយកាលព្រះមហាថេរៈឲ្យអាវាតដល់ភិក្ខុទាំង2រូបរួចហើយចូលទៅកាន់ទីស្នាក់របស់ខ្លួនភិក្ខុអ្នកពេញចិត្តសុសៀតក៏បង្អង់មួយស្របក់ទើបចូលទៅរកព្រះមហាថេរៈថ្វាយបង្គំហើយនឹងកាលព្រះថេរៈសួរថាហេតុអ្វីលោកមកខុសកាលទើបតបថាករុណាលោកម្ចាស់ខ្ញុំមានរឿងខ្លះដែលនឹងប្រាប់ឲ្យជ្រាបព្រះថេរៈទើបអនុញ្ញាតថាពោលមកចុះទើបប្រាប់ថាលោកម្ចាស់ព្រះថេរៈអ្នកជាសហាយរបស់លោកម្ចាស់នោះនៅចំពោះមុខលោកម្ចាស់សម្ដែងខ្លួនដូចជាមិត្តវេលានៅពីក្រោយខ្នងពោលបង្កាច់បង្ខូចដូចជាសត្រូវព្រះថេរៈសួរថាលោកនិយាយអ្វីទើបប្រាប់ថាស្ដាប់ដូច្នេះព្រះមហាថេរៈរូបនោះពោលទោសលោកម្ចាស់ថាជាអ្នកអួតអាងមានមាយាបោកបញ្ឆោតចិញ្ចឹមជីវិតដោយមិច្ឆាជីពព្រះថេរៈតបថាកំពូលយ៉ាងនោះអាវុសោភិក្ខុរូបនោះនឹងមិនពោលយើងដូច្នោះឡើយតាំងពីនៅជាក្រហមមកលោកដឹងសភាពរបស់យើងថាជាអ្នកមានសិលជាទីស្រឡាញ់មានកល្យាណធម៌ភិក្ខុនោះពោលថាលោកម្ចាស់បើលោកម្ចាស់គិតដូច្នោះព្រោះហេតុតែខ្លួនមានចិត្តបរិសុទ្ធប្រការនោះសមគួរដល់លោកម្ចាស់ហើយ
ប៉ុន្តែខ្ញុំឥតមានពីអ្វីនឹងព្រះមហាថេរៈនោះទេហេតុអ្វីខ្ញុំទៅពោលពាក្យដែលព្រះមហាថេរៈមិនពោលថាពោលណែហើយចុះលោកម្ចាស់នឹងដឹងខ្លួនឯងក្នុងវេលាតទៅចំណែកព្រះមហាថេរៈកើតមន្ទិលសង្ស័យក្នុងចិត្តព្រោះខ្លួនជាបឋិជនកើតមានចិត្តរង្គៀសថាទំនងដូច្នោះទើបលែងមានទំនុកចិត្តភិក្ខុនោះជាបុគ្គលពីលមុនដំបូងញុះញង់ព្រះមហាថេរៈហើយទៅញុះញង់ព្រះថេរៈមួយរូបទៀតដោយន័យដូចពោលហើយនោះឯងលំដាប់នោះព្រះថេរៈទាំងពីរនោះក្នុងថ្ងៃទី2មិនបានពោលរកគ្នាប្រដាប់បាតនិងចីវរចូលទៅបិណ្ឌបាតក្នុងស្រុកកាន់បិណ្ឌបាតមកឆាន់ក្នុងទីនៅរបស់ខ្លួននោះឯងសំបីសាមីជកម្មក៏មិនធ្វើក្នុងថ្ងៃនោះនៅក្នុងទីនោះឯងលុះព្រឹកឡើងមិនបានប្រាប់ដល់គ្នានឹងគ្នាឡើយក៏បានបែកគ្នាទៅកាន់ទីដែលជាទីសបាយភិក្ខុអ្នកញុះញង់នោះមានមโนរថពេញព្រៀបក៏ចូលស្រុកដើម្បីបិណ្ឌបាតពួកមនុស្សឃើញនាំគ្នាសួរថាលោកម្ចាស់ព្រះថេរៈទាំងឡាយនាំគ្នាទៅណាណភិក្ខុនោះប្រាប់ថាព្រះថេរៈទាំងពីររូបនោះឆ្លោះគ្នាពេញមួយយប់សំបីអាត្មានឹងដាស់តឿនថាកុំឆ្លោះគ្នាលោកម្ចាស់ចូលសាមគ្គីគ្នាចុះដែលឈ្មោះថាការឆ្លោះប្រកែកគ្នាមានតែនឹងនាំសេចក្តីវិនាសមកឲ្យបង្កឲ្យកើតសេចក្តីទុក្ខក្នុងអនាគតជាផ្លូវនៃអកុសលសំបីមនុស្សសម័យមុនក៏ធ្លាប់ឃ្លាតចាកប្រយោជន៍ធំព្រោះតែការឆ្លោះប្រកែកគ្នាដូច្នេះជាដើមក៏មិនស្ដាប់ពាក្យរបស់អាត្មាបាននាំគ្នាកិច្ចចេញទៅលំដាប់នោះពួកមនុស្សអង្វរថាសូមលោកម្ចាស់កុំលំបាកចិត្តនៅក្នុងទីនេះចុះដើម្បីអនុគ្រោះពួកខ្ញុំលោកទទួលពាក្យហើយបាននៅទីនោះឯងតមកពី3ថ្ងៃទើបគិតថាយើងញុះញង់ភិក្ខុទាំងឡាយអ្នកមានសិលមានកល្យាណធម៌ព្រោះប្រាថ្នាជាចៅអាវាសយើងខ្វល់ខ្វាយតែកម្មអាក្រក់ទុកណទើបត្រូវសេចក្តីក្តៅក្រហាយយ៉ាងខ្លាំងក្លាចូលមកគ្របសង្កត់កើតមានជំងឺព្រោះកម្លាំងនៃសេចក្តីសោកមិនយូរប៉ុន្មានក៏មរណភាពកើតក្នុងអវ័យចេមហានរកចំណែកព្រះថេរៈដែលជាសម្លាញ់នឹងគ្នាពីររូបនោះត្រាច់ចរិតទៅកាន់ជនបទមកជួបគ្នាក្នុងអាវាសមួយបានប្រស្រ័យដល់គ្នានឹងគ្នាទើបបានប្រាប់ពាក្យញុះញង់ដែលភិក្ខុនោះបាននិយាយដល់គ្នានឹងគ្នាដឹងថារឿងនោះមិនពិតទើបបានព្រមព្រៀងគ្នាដូចដើមហើយត្រឡប់មកកាន់អាវាសនោះវិញដោយលំដាប់ពួកមនុស្សឃើញព្រះថេរៈទាំងពីររូបនោះហើយនាំគ្នាត្រេកអររីករាយទំនប់បំរុងដោយបច្ច័យ4ព្រះថេរៈទាំងពីររូបកាលនៅក្នុងទីនោះឯងមានចិត្តជាសមាធិព្រោះបានអាហារជាទីសបាយចម្រើនវិបស្សនាមិនយូរប៉ុន្មានក៏សម្រេចព្រះអរហន្តភិក្ខុអ្នកញុះញង់ឆេះក្នុងនរកអស់មួយពុទ្ធណ្ឌក្នុងពុទ្ធបាទនេះកើតជាប្រែតមាត់ស្អុយនៅមិនឆ្ងាយអំពីក្រុងរាជក្រឹសកាយរបស់គេមានពណ៌ដូចជាមាសតែមានដង្កូវវាចេញអំពីមាត់នាំគ្នាចោះរកស៊ីមាត់ប្រែតនោះក្លិនមាត់របស់ប្រែតនោះស្អុយសាយភាយទៅពាសពេញអាកាសតាំងអំពីចម្ងាយលំដាប់នោះព្រះនិរតៈខណៈដែលចុះអំពីភ្នំកិច្ចកោฏជួបប្រែតនោះទើបសួរដល់កម្មដែលគេធ្វើទុកដោយគាថានិថាអ្នកត្រត្រង់នៅពណ៌សម្បុរល្អដូចជាទឹកឈរក្នុងអាកាសវេហាតែមាត់របស់អ្នកមានក្លិនស្អុយពួកដង្កូវនាំគ្នាជញ្ជែងស៊ីហើយកាលមុនអ្នកធ្វើកម្មអ្វីទុកប្រែតនោះត្រូវព្រះថេរៈសួរដល់កម្មដែលខ្លួនធ្វើយ៉ាងនេះកាលនឹងឆ្លើយសេចក្តីនោះទើបពោលគាថានិថាកាលមុនខ្ញុំជាសាមណៈលេមួកមានវាចាអាក្រក់ក្រៃលែងជាអ្នកប្រាថ្នាកំចាត់មិនសង្រួមមាត់ម្យ៉ាងទៀតពណ៌សម្បុរដូចមាសព្រោះព្រហ្មចារ្យនោះតែមាត់របស់ខ្ញុំមានក្លិនស្អុយព្រោះពោលពាក្យញុះញង់ប្រែតនោះកាលប្រាប់កម្មដែលខ្លួនបានធ្វើទុកហើយយ៉ាងនោះហើយឥឡូវនេះកាលនឹងដាស់តឿនព្រះថេរៈទើបពោលគាថាចុងក្រោយថាបបិទ្ធព្រះនិរតៈរូបរាងរបស់ខ្ញុំលោកបានឃើញឯងហើយអំពើនោះលោកម្ចាស់បានឃើញខ្លួនឯងលោកអ្នកឆ្លៀសដែលអនុគ្រោះពោលទុកថាលោកកំពោលពាក្យញុះញង់
កំពូលពាក្យកុហកលោកនឹងបានជាទេវតាអ្នកសម្បូរដោយវត្ថុដែលគួរប្រាថ្នាព្រះថេរៈបានស្ដាប់ដូច្នោះហើយតពីនោះទៅទៅកាន់ក្រុងរាជក្រឹសត្រាច់បិណ្ឌបាតត្រឡប់អំពីបិណ្ឌបាតវិញខាងក្រោយអាហារទៅក្រាបទូលរឿងនោះចំពោះព្រះសាស្តាព្រះសាស្តាទ្រង់ធ្វើរឿងនោះឲ្យជាអត្ថបទហេតុហើយសម្ដែងធម៌ព្រះធម៌ទេសនានោះបានជាប្រយោជន៍ដល់បរិស័ទអ្នកដល់ព្រមហើយចប់ពោតិមុខបេតវត្ថុទី3